នឹងហ្មងមិនចាំបាច់ចង BL ដល់នេះឯព្រោះយើងត្រូវមើលថាតើ term encode term យើងលក់ឲ្យភ្ញៀវអីគេបើ expert យើងកាន់តែល្អជាងមុនទៀតដែរបើ FCA យើងកាន់តែល្អប៉ុន្តែបើយើងលក់ term ផ្សេងពីហ្នឹងយើងអាចចុះអ្វីដែលយើងធ្វើឲ្យវាសមត្ថភាពបានគឺនៅកន្លែងណាប្រកួតតម្លៃកន្លែងណាគឺដាក់ឯកសារចងកន្លែងហ្នឹងហ្មងទៅគឺ simplify ល្អបំផុតហើយបាទលោកគ្រូនេះគឺអ្វីដែលខ្ញុំធ្វើព្រោះ អូខេបាទអរគុណបន្ទីអូខេយើងទាំងអស់គ្នាស្ដាប់តហ្នឹងមិញមែនទេចាស្ដាប់តហ្នឹងលោកគ្រូបាទជំរាបតនលោកគ្រូហើយនឹងបងទីចេះអ្វីដែលលើកឡើងមិញតនគឺមានន័យថាពេលដែលយើងតែគ្នាក្នុងការទិញលក់យើងធ្វើ DL ឲ្យគាត់សញ្ញាទទួលប៉ុន្តែសម្រាប់អតិថិជនខ្លះគាត់អាចនឹងទទួលតែអតិថិជនខ្លះគាត់ថាគាត់មិនត្រូវសញ្ញាទទួលគាត់អត់បានទទួលអីវ៉ាន់ណាមួយហ្នឹងលុយគាត់នៅធនាគារអីវ៉ាន់នៅអ្នកលក់នៅឡើយទេហើយគាត់អ្នកទិញអញ្ចឹងឲ្យគាត់សញ្ញាទទួលគាត់អត់បានទទួលអីវ៉ាន់អញ្ចឹងវាកើតជាការមិនទុកចិត្តមួយនៅកន្លែងហ្នឹងបាទចាអានេះយើងត្រូវគួរតែរកវិធីណាវិញឲ្យវាបានកាន់តែល្អជាងហ្នឹងបាទខ្ញុំសូមឆ្លើយគឺអ្នកដែលមកយកអីវ៉ាន់ហ្នឹងគឺជា forwarder របស់ភ្ញៀវហ្នឹងហ្មងគេឲ្យសិទ្ធហ្នឹងទៅគេ forwarder គេហ្នឹងហើយអញ្ចឹងគឺមានថាអីវ៉ាន់ដែលគេមកពេលណាគេមកយកអីវ៉ាន់ហ្នឹងមានតែអីវ៉ាន់ទៅបានទៅលើ forwarder គេអញ្ចឹងអាពេលដែលគេពងលុបអីវ៉ាន់ហ្នឹងមុនអីវ៉ាន់ចេញហ្នឹង forwarder របស់ភ្ញៀវគឺសញ្ញាអាហ្នឹងហ្មងហើយយកហ្នឹងជាកោទៅវាថាភ្ញៀវគឺគេបានអីវ៉ាន់នៅក្នុងដៃគេហើយព្រោះយើងលក់ term FCA មានថាយើង FCA expert អញ្ចឹងថាគេមិនយក forwarder គេខាងអ្នកលក់ហ្នឹងអ្នកទិញហ្នឹងគេបញ្ជា forwarder គេមកដឹកអីវ៉ាន់របស់គេគឺគេមានឡានអ្នកដឹកអ្នកមកយកអីវ៉ាន់ហ្នឹងជាតំណាងរបស់អ្នកទិញអញ្ចឹងណាជាងគេមកដឹកអីវ៉ាន់ហ្នឹងយកម្នាក់ហ្នឹងហ្មងទៅឈ្មោះក្រុមហ៊ុនហ្នឹងឈ្មោះអ្នកហ្នឹងឬក៏អីចងក្នុង LC ទៅគឺគាត់សញ្ញារបស់ទៀតទៅចប់គឺភ្ញៀវគេបានអីវ៉ាន់គេហើយព្រោះមិនមែនសុកគេសញ្ញាឲ្យយើងទេពេលថាគេទទួលបានអីវ៉ាន់ហើយបើគេសញ្ញាឲ្យគឺសញ្ញានៅពេលបកគលទំនិញនឹងកន្លែងហ្នឹងហ្មងសញ្ញាកន្លែងហ្នឹងហើយយកហ្នឹងជាគោលទៅគឺម្នាក់គឺមានសុវត្ថិភាពរៀងខ្លួនហើយអូខេតនេះបន្តិចតនេះបាទតនបាទអូខេឥឡូវនេះគឺជាអ្វីដែលជាការអនុវត្តជាក់ស្ដែងរបស់បន្ទីព្រោះរាល់ថ្ងៃបន្ទីគាត់កាន់ LC រហូតដល់រាប់សិបម៉ឺនណាគាត់លក់គាត់កាន់ LC រហូតដល់រាប់សិបម៉ឺនបន្ទីហើយអូខេឥឡូវខ្ញុំនឹង wrap up សម្រាប់អ្វីដែលបន្ទីបានបញ្យល់មិញណាហើយយើងទាំងអស់គ្នាយើងសួរដូចសំណួរបន្ទីដូចគ្នាមិនអញ្ចឹងថាតើឲ្យអ្នកទទួលនឹងសញ្ញាលើ delivery note យ៉ាងម៉េចបើអត់ទាន់ទទួលតំណែងប៉ុន្តែតាមពិតមិនមែនទេតាមពិតដូចបន្ទីគាត់និយាយអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំប្រាប់ពីកលឹះណាកលឹះយើងអាចធ្វើបានណាយើងអាចលក់ Xverb ដោយទទួលយកលក្ខខណ្ឌទូទាត់លុយតាមលក្ខខណ្ឌ LC បានណាក៏ប៉ុន្តែចំណុចសំខាន់របស់វាគឺស្ថិតនៅត្រង់ណាស្ថិតនៅត្រង់អំឡុងពេលដែលយើងចរចា draft LC នឹងឯងណាមិនថាយើងលក់ Xverb មិនថាយើងលក់ FCA ដូចបន្ទីគាត់និយាយណាព្រោះ2 term ហ្នឹងណា2 term ហ្នឹងសុទ្ធតែពាក់ព័ន្ធជាមួយនឹងការបកគលទំនិញឲ្យទៅអ្នកទិញឬមួយក៏អ្នកងារអ្នកទិញណាមុនពេលដែលយើងទទួលបាន OBL បើសិនណាជាយើងនិយាយក្នុងលក្ខខណ្ឌទំនិញដឹកឆ្លងព្រំដែនតាមសមុទ្រហើយនៅក្នុង LC របស់យើងបានបញ្ជាក់ថាអ្នកលក់ត្រូវតែភ្ជាប់មកជាមួយនឹង OBL ណា original set ហើយភ្ជាប់ជាមួយនឹងឯកសារនាំចេញទើបយើងអ្នកលក់អាចបើកលុយបានណាបើក្នុងលក្ខខណ្ឌហ្នឹងអញ្ចឹងបើសិនណាជាយើងស្ថិតនៅក្នុងលក្ខខណ្ឌទាំងពីរហ្នឹង Xverb ហើយនឹង FCA អញ្ចឹងអ្វីដែលជាចំណុចសំខាន់បំផុតក្នុងអំឡុងពេលដែលយើងចរចាគេហៅថាអំឡុងពេលដែលយើង draft LC ដាច់ខាតកុំទទួលយក OBL ដែលធនាគារគេស្នើឡើងណាឬមួយក៏ពិសេសធនាគាររបស់ភាគីអ្នកទិញបើស្នើឡើងថាអ្នកលក់ត្រូវតែ provide OBL ណាហើយរួមជាមួយនឹងឯកសារនាំចេញដែលមាន packing invoice អីហ្នឹងណា
ទើបអាចបើកលុយបានអាហ្នឹងគឺក្នុងនាមយើងអ្នកលក់យើងគួរតែបដិសេធចោលប៉ុន្តែយើងត្រូវស្នើយកគឺតាមរយៈ delivery note ឬមួយក៏យើងអាចនិយាយថា the proof of delivery ដូចបន្ទីគាត់លើកឡើងមិនចឹងណាឧទាហរណ៍បើសិនណាជាយើងលក់ Xver ចឹងក្រោយពេលដែលយើងធ្វើការបកគលទទួលជាមួយនឹងភ្នាក់ងាររបស់អ្នកទិញដែលបញ្ជូនមកទទួលតំណែងពីមុខឃ្លាំងរបស់យើងណាដែលគាត់ជូនដំណឹងមកយើងប្រាប់ថានេះគឺជាមនុស្សដែលគាត់បកគលសិទ្ធឲ្យមកទទួលតំណែងជាលីលាក់សអញ្ចឹងទៅណាយើងបកគលតំណែងឲ្យគាត់ហើយគឺយើងស្នើឲ្យគាត់សញ្ញេទទួលណាចុះហត្ថលេខទទួលយក delivery note បានន័យថាយើងបានបកគលតំណែងឲ្យគាត់រួចរាល់ហើយណាអញ្ចឹងអា delivery note នឹងឯងដែលយើងក្នុងនាមជាអ្នកលក់យើងយកមកប្រើចំនួននឹង OBL វិញដោយចែងនៅក្នុង LC ថាអ្នកលក់អាចទៅបើកលុយពីធនាគាររបស់ខ្លួនបានដោយភ្ជាប់ទៅជាមួយទី1គឺ delivery note ដែលមានការសញ្ញេទទួលស្គាល់ពីភ្នាក់ងារឬមួយក៏ third party logistics របស់អ្នកទិញដែលមកទទួលតំណែងពីអ្នកលក់នៅមុខឃ្លាំងអ្នកលក់ត្រូវមានអីទៀត packing list invoice ណាហើយនឹងCO ឬមួយ phyto sanitary certificate អីទាំងឡាយទាំងពួងហ្នឹងដែលអ្នកទិញគាត់ត្រូវការយកទៅធ្វើឯកសារនាំចូលនៅស្រុកគាត់ជាប់ជាមួយនឹង delivery note ដែលសញ្ញេដោយទទួលស្គាល់ដោយភ្នាក់ងាររបស់អ្នកទិញយកទៅបើកលុយពីធនាគាររបស់អ្នកលក់នោះគឺអាចធ្វើទៅបានហើយវានឹងមានសុវត្ថិភាពដល់អ្នកលក់បានន័យថាក្រោយពេលដែលអ្នកលក់បកគលតំណែងឲ្យភ្នាក់ងាររបស់អ្នកទិញហើយអ្នកលក់គាត់អាចទៅបើកលុយបានតែស្អីមុននឹងអ្នកទិញចាក់ចេញពីយកតំណែងចាក់ចេញពីឃ្លាំងរបស់គាត់អ្នកទិញត្រូវសញ្ញេទទួលស្គាល់ថាបានបកគលបានទទួលតំណែងពីអ្នកលក់ហើយអ្នកលក់យកអាហ្នឹងជាប់យកឯកសារផ្សេងៗបកគលឲ្យធនាគាររបស់គាត់ក្នុងរយៈពេលមួយសប្តាហ៍ឬមួយក៏ប្រហែលថ្ងៃដែលបានចែងនៅក្នុង LC អញ្ចឹងអូតូម៉ាទិកគឺអ្នកលក់គាត់នឹងទទួលបានលុយថ្លៃតំណែងរបស់គាត់ដូចគ្នាផងដែរ FCA ដូចគ្នាណាគ្រាន់តែការបកគលតំណែងវាក្រៅពីឃ្លាំងតែប៉ុណ្ណឹងទេប៉ុន្តែ process វាដូចគ្នាអញ្ចឹងតនេះបងប្អូនតនេះបងប្អូនដូរតនេះដូរបាទគ្រូបាទច្បាស់គ្រូច្បាស់បាទបន្ទីតនេះបន្ទីស៊ីមបន្ទីបាទលោកគ្រូតគ្រូតនេះកសលតនេះកសលលោកគ្រូតបាទអរគុណគ្រូបាទសុជាតិយ៉ាងម៉េចដែរចាអូខេអីលោកគ្រូចាតន់ទៅលោកគ្រូតណាធ្វើត្បិតតែសុជាតិដែរហាក់ដូចរៀងខ្លាយតិចប៉ុន្តែអាចស្ដាប់តអាចស្ដាប់យល់ទេសុជាតិចាលោកគ្រូអាចស្ដាប់យល់ដែរលោកគ្រូចាអូខេបាទនេះគឺជា process ដែលយើងអាចការពារណាដែលយើងអាចការពារបាននៅផលប្រយោជន៍ដែលយើងបកគលឲ្យគេហើយយើងធានាបានថាយើងនឹងអាចទទួលលុយបានផ្ទុយទៅវិញបើសិនណាយើងអត់ដឹងរបៀបណាយើងមើលតាមតែអ្វីដែលបានចែងនៅក្នុង Incoterm យើងធ្វើតាមដែលទ្រឹស្ដីដែលមានចែងក្នុង Incoterm ដោយយើងជឿទៅលើណាដោយយើងជឿទៅលើអ្វីដែលជាការតម្រូវរបស់ធនាគារទាំងអស់ហើយយើងត្រូវដឹងហើយណាធនាគារបុគ្គលិកធនាគារភ្នាក់ងារធនាគារទាំងអស់មិនមែនសុទ្ធតែអ្នកដែលមានបទពិសោធន៍ក្នុងការធ្វើ logistics ទេគាត់មានតែមួយផ្នែកក្នុងការធ្វើ LC តាមអ្វីដែលជាទ្រឹស្ដីដែលមានចែងនៅក្នុងការតម្រូវការឯកសារក្នុង LC ប្រព័ន្ធនេះខ្ញុំមិនមែននិយាយទាំងអស់ក៏ប៉ុន្តែថ្មីហ្នឹងក៏មានដែរណាមានគេមកពឹងពាក់ខ្ញុំសួរខ្ញុំត្រូវធ្វើយ៉ាងម៉េចនោះក៏ជាបញ្ហារបស់ខាងធនាគារផងដែរណា
អញ្ចឹងនេះគឺជាអ្វីដែលជាហានិភ័យដែលនៅពីក្រោយខ្នងក្រោយវាំងណូនដែលយើងគិតថាគ្មានអីប្រសើរជាងការលក់ expert ទេដោយសារអីអ្នកលក់ក៏អត់បាច់ធ្វើបែបបត់នាំចេញណាគាត់ដឹងថាមានតំណែងប្រគល់ឲ្យគេនៅមុខឃ្លាំងចប់ណាគេត្រូវការ packing នេះគាត់អាចធ្វើខ្លួនឯងបានគេត្រូវការ LC គេត្រូវការCO គាត់អាចធ្វើបានដោយសារអីគាត់មានរោងចក្រផលិតប្រកបមែនគាត់ស្នើសុំ CO ពីក្រសួងពាណិជ្ជកម្មទៅណាអត់មានពិបាកទេអញ្ចឹងទាំងអស់ហ្នឹងអាសិតតែស្ថិតនៅក្នុងដៃរបស់គាត់គាត់ថាគាត់អាចធ្វើបានប៉ុន្តែចំណុចមួយដែលគាត់អត់ដឹងគឺគាត់អាចនឹងធ្លាក់ក្នុងការបោកប្រាស់របស់ភាគីម្ខាងទៀតដែលមានបំណងធ្វើស៊ីគាត់អូខេទាំងអស់គ្នាយល់ទេទាំងអស់គ្នាកន្លែងហ្នឹងបាទអត់បាទតន់គ្រូតន់ហ្នឹងណាអញ្ចឹងឥឡូវខ្ញុំត្រឡប់មកវិញ clarify កាតព្វកិច្ចរបស់អ្នកទិញហើយនិងអ្នកលក់ក្នុងលក្ខខណ្ឌដែលយើងប្រើប្រាស់ term expert នៅក្នុង Incoterm នៅក្នុង Incoterm expert អ្នកលក់គាត់ប្រគល់តំណែងឲ្យអ្នកទិញនៅមុខឃ្លាំងរបស់គាត់ទទួលខុសត្រូវលើការផលិតណាវិចខ្ចប់ឲ្យបានត្រឹមត្រូវតាមតែឯកភាពគ្នារៀបចំតំណែង available សម្រាប់លើកដាក់ឡាននៅមុខឃ្លាំងរបស់គាត់ប្រគល់ទទួលជាមួយនឹងអ្នកទិញដែលមកទទួលតំណែងនៅមុខឃ្លាំងរបស់គាត់ចប់ការងាររបស់គាត់ផុតពីហ្នឹងសិតតែជាការងាររបស់អ្នកទិញអស់អញ្ចឹង term expert គឺងាយបំផុតណាចឹងហើយបានជាអ្នកលក់ភាគច្រើនគាត់ចង់បាន expert គេវាស្រួលក៏ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហា payment អ្នកទិញដែលនាំចេញទៅគឺគេមិនមានលុយសុទ្ធក្នុងការយកមកប្រគល់ឲ្យយើងប្រគល់តំណែងប្រគល់លុយដូចយើងលក់ក្នុងស្រុកទេបើយើងលក់ក្នុងស្រុកប្រគល់តំណែងប្រគល់លុយអត់បញ្ហាឲ្យជាពាក់ក៏អត់បញ្ហាvìយើងស្គាល់នៅក្នុងស្រុកដូចគ្នាក៏ប៉ុន្តែយើងត្រូវដឹងថាការធ្វើពាណិជ្ជកម្មអន្តរជាតិយើងសុទ្ធតែតាក់ទងជាមួយនឹងអ្នកដែលយើងមិនដែលស្គាល់ប្រវត្តិយើងអត់ដែលស្គាល់វិសាវតាយើងអត់ដែលស្គាល់ពីស្ថានភាពក្រុមហ៊ុនគេទាំងអស់ឃើញទេអញ្ចឹងមានអីដើម្បីការពារយើងគឺមានតែប្រើប្រាស់ rule ច្បាប់ទម្លាប់របស់ Incoterm នឹងឯងដើម្បីការពារយើងប្រើប្រាស់ payment term នឹងឯងដើម្បីការពារផលប្រយោជន៍របស់យើងប៉ុន្តែតើយើងចេះប្រើដែរបើយើងអត់ចេះប្រើយើងមើលនៅក្នុង rule Incoterm ក៏មានចន្លោះខ្វះចន្លោះដែរតិចទៀតទៅដល់ CFR អីហ្នឹងCPT អីហ្នឹងខ្ញុំនឹងនិយាយពីចន្លោះប្រហោងហើយឬមួយក៏សំបីតែ CIS ក៏មានចន្លោះប្រហោងមកវាដែរតែធ្វើឲ្យមានបញ្ហាក្នុងការអនុវត្តជាក់ស្ដែងជាមួយនឹងការតាមតែទិសស្ដីណាមើលតាម Google មើលតាម Internet ស្គាល់តែទិសស្ដីយកទៅគាត់ថាធ្វើបានហើយប៉ុន្តែបញ្ហាកើតឡើងគឺខាត់បងលុយរាប់សិបម៉ឺននេះគឺជាតម្លៃក្នុងការដែលយើងត្រូវតែចេះរបៀបរបបក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងការធ្វើ logistics ដែលយើងត្រូវការរៀននឹងឯងណាធ្វើបានខ្វះអីអ្នកដែលធ្វើរាល់ថ្ងៃដែលអត់ដែលរៀនហើយមិនមែនធ្វើឆាប់ឲ្យធ្វើ4 10 20ឆ្នាំហើយណានៅតែធ្វើបានក៏ប៉ុន្តែពេលខ្លះយើងអត់ដឹងថាតើការធ្លាស់ធ្លាយរបស់គេនឹងអស់ប្រមាណអីទេអត់ហ៊ាននិយាយខ្មាស់គេឬមួយក៏អត់ទាន់ដល់ពេលតែដល់ពេលអស់20 30ម៉ឺនពេលហ្នឹងវាបានដឹងថាខ្លួនអត់ទាន់ចេះដែរក៏ប៉ុន្តែមានកម្រិតរបស់វាដោយសារអីយើងធ្វើការឲ្យគេពីច្រើនគឺយើងចេះតែមួយមុខយើងអត់មានចេះទលំទលាដូចយើងរៀនហើយយើងធ្វើការយើងរៀនហើយយើងធ្វើការទេណាប៉ុន្តែបើយើងរៀនហើយយើងធ្វើការឧទាហរណ៍ដូចបន្ទីយើងនេះគាត់រៀនហើយគាត់ធ្វើការហើយគាត់រៀនហើយគាត់ចំធ្វើការហ្នឹងទៀតអញ្ចឹងអាចសួរគាត់បានគាត់ជួបបញ្ហាច្រើនណាគាត់ជួបបញ្ហាច្រើនដែលគាត់យកមកពិភាក្សាជាមួយខ្ញុំណាអញ្ចឹងយើងមើលនេះគឺជាតម្លៃណាតម្លៃដែលយើងត្រូវការចំណាយខ្លះដើម្បីរៀនយកនៅបទពិសោធន៍ទាំងអស់ហ្នឹងដើម្បីការពារផលប្រយោជន៍របស់យើងនៅពេលដែលយើងប្រឡូកនៅក្នុងការ
ធ្វើពាណិជ្ជកម្មអន្តរជាតិអូខេឥឡូវ